ប្រទេសកម្ពុជានៅតែបន្តយកបញ្ហានៅតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យដាច់ស្រេចតែម្ដងទោះបីជាខាងរាជរដ្ឋាភិបាលថៃស្នើសុំឲ្យមានការដោះស្រាយតាមរយៈទ្វេភាគីក៏ដោយអញ្ចឹងបងប្អូនប្រកាសជាដឹងច្រើនហើយថាកាលពីថ្ងៃទី28ឧសភាឆ្នាំ2025កងទ័ពរបស់ប្រទេសថៃគឺបានលួចវាយឆ្មក់កងទ័ពរបស់កម្ពុជាដែលបានឈរជើងនៅជំរំនៅក្នុងប្រទេសកម្ពុជារបស់យើងនេះហើយបានធ្វើឲ្យកងទ័ពរបស់ប្រទេសកម្ពុជារបស់យើងម្នាក់បានស្លាប់បាត់បង់ជីវិតនៅភូមិដែលជុំរកតឃុំរកតស្រុកចំសានខេត្តព្រះវិហារបន្តមកទៀតសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរយើងនឹងថាប្រទេសកម្ពុជារបស់យើងនឹងលើកយកបញ្ហានៅតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យដាច់ស្រេចបញ្ហានេះកុំឲ្យមានបញ្ហាតទៅមុខទៀតតែម្ដងហើយក៏បានស្នើសុំឲ្យខាងប្រទេសថៃចូលរួមដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជានៅ ICJ ដូចគ្នាផងដែរអញ្ចឹងបន្តមកទៀតក៏មានសេចក្តីថ្លែងការណ៍ចេញពីរាជរដ្ឋាភិបាលនៃប្រទេសថៃដែលបានស្នើសុំកម្ពុជារបស់យើងធ្វើការដោះស្រាយបញ្ហាឬក៏ចំនួនមួយនេះតាមរយៈទ្វេភាគីដោយមិនចាំបាច់ឬក៏ជាជាងការយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេហើយបើតាមសេចក្តីថ្លែងការណ៍ដែលចេញពីរាជរដ្ឋាភិបាលថៃក៏បានបន្តទៀតថាគឺការស្នើសុំដោះស្រាយតាមលក្ខណៈទ្វេភាគីហ្នឹងគឺនៅលើយន្តការដែលមានស្រាប់ដូចជាកិច្ចប្រជុំ JBC GBC ក៏ដូចជាតាម MOU ដែលបានចុះនៅឆ្នាំ2000ក៏ដូចជាតាមរូបភាពកាយរណបផ្សេងហើយខាងរដ្ឋាភិបាលថៃក៏បានបន្តទៀតថាកាលពីថ្ងៃ28ខែឧសភាហ្នឹងនៅពេលដែលកងទ័ពថៃបានបាញ់កងទ័ពកម្ពុជារបស់យើងបានស្លាប់បាត់បង់ជីវិតហ្នឹងគឺជាការបាញ់ការពីខ្លួនខ្ញុំក៏ចេញទៅថាបាញ់ការពីខ្លួនមិនបើសិនជាការបាញ់ឬក៏ការប៉ះទង្គិចនៅពេលនោះគឺកាត់ឡើងនៅទឹកដីកម្ពុជាដែលកងទ័ពកម្ពុជារបស់យើងកំពុងតែនៅជំរំដែលឈរជើងនៅទឹកដីកម្ពុជាហ្នឹងនេះធ្វើមិនបានគេថាបាញ់ការពីខ្លួនវាអត់សមហេតុផលវាអត់ make sense ណាហើយអ្នកគ្នាមុនខ្ញុំគេងមិញនេះក៏បានអស់ឃើញនៅការបង្ហោះនៅលើ Facebook page ផ្លូវការរបស់សម្ដេចធិបតីទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលនៅក្នុងនោះក៏បានបញ្ជាក់ថានៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ខាងមុខនេះនឹងមានការរៀបចំនៅកិច្ចប្រជុំគេហៅថាគណៈកម្មការធិការព្រំដែនចម្រុះ JBC នៅរាជធានីភ្នំពេញរបស់យើងតែម្ដងប៉ុន្តែទាក់ទងទៅនឹងប្រធានបទនៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីគឺមិនស្ថិតនៅក្នុងគេហៅថា agenda ឬក៏មិនស្ថិតនៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025រវាងប្រទេសកម្ពុជានិងប្រទេសថៃនោះឡើយអញ្ចឹងបញ្ហានៅតំបន់ទាំង4នោះសូមនិយាយម្ដងទៀតគឺនៅតំបន់មុំ3ប្រាសាទតាមាន់ធំតាមាន់តូចនិងប្រាសាទតាក្របីនឹងយកបញ្ហាហ្នឹងទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយទោះបីជាមិនមានវត្តមានរបស់ប្រទេសថៃតាក់ទងទៅនឹងបញ្ហាដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះប្រទេសកម្ពុជាក៏នៅតែបន្តទៅ ICJ ម្នាក់ឯងដើម្បីដោះស្រាយបញ្ហានៅតំបន់ទាំង4នេះឲ្យដាច់ស្រេចតែម្ដងចំពោះខ្ញុំគឺខ្ញុំគ្រប់គ្រងនិងសប្បាយចិត្តនៅពេលដែលឃើញរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជារបស់យើងដោះស្រាយបញ្ហាដោយសន្តិវិធីអត់មានជាការជំលោះតាមបែបប៉ះទង្គិចនៅការបាញ់បោះឬក៏ការបង្កជាសង្គ្រាមអ្វីនាំតែមានការខាតបង់មកកាន់ប្រទេសកម្ពុជារបស់យើងហើយក៏ខ្ញុំគ្រប់គ្រងទៅលើការយកបញ្ហាទាំង4ដែលជាកន្លែងដែល sensitive កន្លែងដែលនិយាយថាប៉ះលាកនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះដើម្បីដោះស្រាយអស់កុំឲ្យមានបញ្ហាបន្តទៅមុខទៀត follow for more